នឹងតាមពិតវាកើតមានតាំងពីមុនសិល្បៈមិនពេលដែលអ្នកដែលក្នុង social media ណាគាត់ឃើញមុខយើងអញ្ចឹងគាត់បានប្រៀបធៀបថាមុខយើងនឹងដូច lady boy ថាមុខយើងនឹងដូចប្រុសកែភេទអីចឹងហើយមិនធំតែប៉ុណ្្នឹងទេមានដូចថាដោយសារតែយើងពេលយើងលេងក្នុង online យើងលេងពេលខ្លះរូបឬ post របស់យើងវា public ដែរអញ្ចឹងអ្នកណាក៏អាចមាន access ចូលមកក្នុង account យើងបានដែរហើយពេលនោះដែរហ្នឹងហើយគឺគេថាខ្ញុំនឹងមកដូចប្រុសដល់ថ្នាក់គេកាត់តរូបខ្ញុំមកចាហៀងរូបមនុស្សមកចាហៀងដែលគាត់ដូចភេទអត់ចំភេទទី3ឬរបៀបមនុស្សប្រុសផាត់តែងខ្លួនស្រីអញ្ចឹងណាហ្នឹងហើយគាត់ថាដូចគ្នាមិនខុសគ្នាហើយគេនាំគ្នានិយាយ tag ឲ្យគ្នាថាអូម្នាក់នេះមុខដូចប្រុសអីអញ្ចឹងហើយនិយាយរួមទៅគឺគេ attack យើងដោយថាយើងនឹងដូចប្រុសហ្មងអាហ្នឹងគឺ point តាំងពីមុនចូលសិល្បៈមកមែនចាជំរាបសួរប្រិមត្តទស្សនិកជនចាអ្នកខ្ញុំណាតាថ្ងៃនេះនៅក្នុងកម្មវិធីរបស់យើងគឺបានជួបជាមួយនឹងចាតារាកិត្តិយសពិសេសតែម្ដងគឺជាមួយនឹង Miss World Cambodia 2026ចាជំរាបសួរបងចាចឹងជាដំបូងចង់ឲ្យចាកញ្ញាណែនាំខ្លួនជាមួយសិស្សជួយទៅដល់ទស្សនិកជនជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំខនមកម្ដងសូរិយារតនាទេវីជា Miss World Cambodia 2026ចាឃើញថាក្រៅពីទទួលបានតំណែង Miss World Cambodia 2026អាចនឹងទទួលបាននៅពាក្យមតិរិះគន់ច្រើនសម្រាប់សូយ៉ាតនៅពេលទទួលបានបែបនេះមានអារម្មណ៍ថាបាក់ទឹកចិត្តឬក៏មានបញ្ហាក្នុងចិត្តអីដែរទេនិយាយរួមនាងខ្ញុំសូមនិយាយតាមត្រង់ដោយសារតែយើងគឺជា human being គឺជាមនុស្សជាតិម្នាក់អញ្ចឹងគឺការឈឺចាប់ឬក៏សម្ពាធឬការបាក់ទឹកចិត្តវាគឺជារឿងធម្មតាសម្រាប់យើងផ្ទាល់ប៉ុន្តែអីដែលសំខាន់គឺយើងអាចយកការរិះគន់ឬភាពឈឺចាប់ទាំងអស់ហ្នឹងហើយយើងផ្លាស់ប្ដូរវាទៅជាការអភិវឌ្ឍខ្លួនឯងក៏ដូចជាធម៌ពលជា power មួយដើម្បីខ្លួនឯងកាន់តែលូតលាស់ជាងមុនហើយជាពិសេសហ្នឹងទៅលើ skill របស់យើងថែមចានិយាយទៅសំណួរបន្តនេះសម្រាប់នេះខ្ញុំគិតថាវារៀងអាចចេះស្រាវជាមុនចាព្រោះថាអាចនឹងប៉ះពាល់ពីព្រោះថាដូចបាននិយាយមកវិញតែវាគឺជាមនុស្សជាតិគឺមានអារម្មណ៍ចាគឺមានការបញ្ចេញតេមួយចំនួនតូចបានប្រើពាក្យធ្ងន់សម្រាប់សូយ៉ាតលថាសូយ៉ាមិនមានភាពជាបបរកញ្ញាសូយ៉ាមានមុខមាត់ដូចជា lady boy ហើយអ្នកខ្លះទៅថាសូយ៉ាមិនអាចទៅរួចទេនៅក្នុងវិស័យបបរកញ្ញាហ្នឹងចាសម្រាប់សូយ៉ាផ្ទាល់នៅពេលដែលឃើញ comment បែបនេះហើយមានពាក្យពេចន៍អីដើម្បីឆ្លើយតបទៅ comment ទាំងអស់ហ្នឹងនេះសម្រាប់គាត់ដែលបាននិយាយមកកាន់សូយ៉ាទេអូខេសម្រាប់នាងខ្ញុំផ្ទាល់តាមពិតខ្ញុំអត់មានពាក្យពេចន៍អីដើម្បីឆ្លើយតបទេប៉ុន្តែខ្ញុំចង់សូមឲ្យអ្នកទាំងអស់គ្នាតាមដានខ្ញុំនៅលើសកម្មភាពរបស់ខ្ញុំផ្ទាល់វិញព្រោះគេថាទង្វើវាធំជាងសម្ដីទៀតណាហើយសម្រាប់នាងខ្ញុំផ្ទាល់ខ្ញុំអាចនិយាយបានថា strength របស់ខ្ញុំហ្នឹងគឺការដែលខ្ញុំអត់យកភាពអវិជ្ជមានហ្នឹងយកមកដាក់ក្នុងខ្លួនទេតែខ្ញុំយកការរិះគន់ទៅលើការស្ថាបនាយកមកដាក់ក្នុងខ្លួនដែរអញ្ចឹងហើយបានខ្ញុំគិតថាខ្ញុំគឺអាចឈានចូលទៅ international stage ហើយចូលទៅប្រកួតជាមួយនឹងប្រទេសផ្សេងៗបានដោយសារវាគឺជា strength មួយដែលយើងត្រូវរកនៅក្នុងបបរកញ្ញាការភាពរឹងមាំដែលយើងអាចស៊ូជាមួយនឹងការរិះគន់ជាដើមអញនិយាយថាមានអារម្មណ៍មួយថា style ក្រោយទេពីព្រោះថាបច្ចុប្បន្ននេះគឺកំពុងតែអញនិយាយថាទុកខ្លាំងមែនតើទៅលើវិស័យភាពយន្តសម្រាប់សូយ៉ាតប៉ុន្តែនៅសុកបែរជាប្រែខ្លួនទៅគឺថា180ដឺក្រេតែម្ដងមកជាបវរកញ្ញាហើយពេលប្រែហើយទទួលបានពាក្យរិះគន់ទៅគឺថាយ៉ាងចាស់ដៃហ្មងយើងនិយាយចាំម្ដងមានអារម្មណ៍មួយថាគិតស្ដាយក្រោយហើយគឺថាគិតចង់បោះបង់ចោលដែរទេសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំអត់ស្ដាយក្រោយទេព្រោះអីមនុស្សខ្ញុំគឺខ្ញុំចូលចិត្ត explore ហ៊ានអីថ្មីឬក៏ទទួលបានបទពិសោធន៍ថ្មីមែនតើអញ្ចឹងហើយការដែលខ្ញុំចូលរួមមកខាងវិស័យបវរកញ្ញាវិញទោះថាវាមានឧបសគ្គជាច្រើនហើយនាងខ្ញុំគឺថ្មីផ្ទាល់នៅលើវិស័យហ្នឹងក៏ដោយប៉ុន្តែគឺខ្ញុំអត់មានការចោះចាញ់ទេហើយគឺខ្ញុំនៅតែបន្តទៅមុខចាពីមុននឹងចូលក្នុងវិស័យបវរកញ្ញាសម្រាប់វិស័យខ្សែភាពយន្តធ្លាប់តែទទួលរងការរិះគន់បែបនេះអត់ហើយនៅពេលដែលទទួលរងការរិះគន់បែបនេះរៀនអ្វីបានខ្លះហើយមកដល់ពេលនេះជាមួយពាក្យទាំងអស់តាមពិតទៅតាំងពីមុនសិល្បៈម៉េះ
វាក៏ផ្លែងដែរដែលរឿងថានិយាយទៅលើរឿងគេរិះគន់ឬក៏អីហ្នឹងតាមពិតវាកើតមានតាំងពីមុនសិល្បៈមិនពេលដែលអ្នកដែលក្នុង social media ណាគាត់ឃើញមុខជាងអីចឹងគាត់បានប្រៀបធៀបថាមុខជាងហ្នឹងដូច Lady Boy ថាមុខជាងហ្នឹងដូចប្រុសកែភេទអីចឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេមានដូចថាដោយសារតែយើងពេលយើងលេងក្នុង online យើងលេងពេលខ្លះរូបឬ post របស់យើងវា public ដែរអញ្ចឹងអ្នកណាក៏អាចមាន access ចូលមកក្នុង account យើងបានដែរហើយពេលហ្នឹងដែរហ្នឹងហើយគឺគេថាខ្ញុំនឹងមកដូចប្រុសដល់ថ្នាក់គេកាត់តរូបខ្ញុំមកចាហៀងរូបមនុស្សមកចាហៀងដែលគាត់ដូចភេទអត់ចំភេទទី3ឬរបៀបមនុស្សប្រុសផាត់តែងខ្លួនស្រីអញ្ចឹងណាហ្នឹងហើយគាត់ថាដូចគ្នាមិនខុសគ្នាហើយគេនាំគ្នានិយាយ tag ឲ្យគ្នាថាអូម្នាក់នេះមុខដូចប្រុសអីចង់ឲ្យនិយាយរួមទៅគឺគេ attack យើងដោយថាយើងនឹងដូចប្រុសហ្មងអាហ្នឹងគឺ point តាំងពីមុនចូលសិល្បៈមកមែនប៉ុន្តែកាលនោះគឺយើងនៅក្មេងណាទាំងអានងហើយទាំងយើងរៀងមៀតដាំងដែរអញ្ចឹងគឺគេថាច្រើនមែនតើថាយើងនឹងដូចកបៃថាយើងនឹងច្រើនតែកាលនោះគឺយើងនៅក្មេងអញ្ចឹងយើងទទួលបានការឈឺចាប់ច្រើនហើយយើង sensitive មែនតើទៅ comment ទាំងអស់ហ្នឹងប៉ុន្តែដោយសារតែទាំងអស់ហ្នឹងឯងដែលធ្វើខ្ញុំហឹងមកមែនតើដល់ថ្ងៃហ្នឹងចឹងឈានមកដល់ពេលនេះចង់ឲ្យសូយ៉ាណែនាំពីជីវប្រវត្តិខ្លួនឯងខ្លះៗក៏ដូចជាការសិក្សាហើយមកវិញទៀតនោះគឺចំណុចផ្ដើមនៅក្នុងការចាប់ផ្ដើមនៅលើវិស័យសិល្បៈដំបូងចាប់ពីពេលណាមកសម្រាប់ជីវប្រវត្តិរបស់ខ្ញុំនាងខ្ញុំឈ្មោះខនមកមុដំសូរិយារតនាទេវីដោយបងប្អូនបានដឹងហើយឆ្នាំនេះនាងខ្ញុំអាយុ26ឆ្នាំមានបងប្អូន3នាក់ជាកូនបងគេហើយទៅលើកម្រិតសិក្សាវិញគឺខ្ញុំរៀនចប់បរិញ្ញាបត្រច្បាប់ហើយសប្តាហ៍ថ្ងៃនេះនាងខ្ញុំផ្ទាល់ជាតារាសម្ដែងក៏ជាបវរកញ្ញា Miss World Cambodia 2026មួយរូបដែរចានិយាយដល់រឿងប្រវត្តិសិល្បៈគឺបងប្អូនខ្ញុំឬជំនាន់តាំងពីតាយាយមកគឺអត់មានណាគេខាងសិល្បៈទេតែខ្ញុំផ្ទាល់ទេដែលអ្នកចេះរឿងរស់ពេលដែលចូលសិល្បៈហ្នឹងគឺមានឧបសគ្គច្រើនមែនតើប៉ុន្តែដូចអ្នកទាំងអស់គ្នាដឹងហើយសម័យឥឡូវចាប់ពី2015ឡើងមកគឺយើងមាន social media ចឹងហើយខ្ញុំនេះចូលរៀងលេងតែខ្ញុំចូល2020ជាងហើយតែពេលហ្នឹងគឺខ្ញុំចាប់ដើមលេងដូចថាយើងធ្វើ lip sync ឬក៏យើងធ្វើ act នៅក្នុង scene ណាមួយនៃរឿងសះគេអញ្ចឹងទៅហើយយើង post នៅក្នុង TikTok ដល់ពេលទៅបងនៅខាង production ហ្នឹងគាត់បានឃើញហើយក៏គាត់ reach out មកខ្ញុំផ្ទាល់គាត់ reach out មកថាអូនបងមាន open casting សម្រាប់រឿងនេះអញ្ចឹងអូនជួយមក casting តិចមកខាងឡោថាអាចត្រូវឬក៏បានជាតួឯកឬតួ supporting ឬមិនក៏ដោយហើយពេលនោះខ្ញុំបានទៅ casting រឿងទី1របស់ខ្ញុំហើយក៏បាន offer តួឯកទៀតប៉ុន្តែខ្ញុំអត់បានទទួលទេពេលហ្នឹងអាចនិយាយបានថាជារឿងមួយដែលកំ pl ែងមែនតើនៅក្នុង field នៅក្នុង industry របស់យើងផ្ទាល់ពីព្រោះអីអត់មានណាគេអត់ចង់បានតួឯកទេសូម្បីតែនាងខ្ញុំផ្ទាល់ប៉ុន្តែដោយសារតែបញ្ហាគ្រួសារគាត់អត់ដាច់ខាតដាច់អហង្ការគឺអត់ឲ្យចូលសិល្បៈឯងអញ្ចឹងហើយក៏ខ្ញុំដូចថាប្រឹងជំនះណាខ្ញុំថាអត់ទេខ្ញុំសុំថតអញ្ចឹងទៅក៏ម៉ាក់ខ្ញុំហ្នឹងគាត់ថាឥឡូវបើចង់ថតខ្លាំងសុំគេថតតួណាមួយថ្ងៃតើហើយពេលហ្នឹងឯងដែលខ្ញុំថាអូយឥឡូវអត់អីទេឲ្យតែបានថតឲ្យតែម៉ាក់ប៉ាព្រមឲ្យថតដែរអញ្ចឹងថតអីតួអីក៏បានដែរឡើងខាង production គេថា wait អត់មានណាគេអញ្ចឹងឯងបាន offer តួធំអីគេតែងតែចង់ទទួលគ្រប់គ្នាហេតុអីបានអញ្ចឹងខ្ញុំថាអត់អីទេឲ្យតែខ្ញុំបានធ្វើការនឹងបានឈានចូលបានស្គាល់រសជាតិសិល្បៈចាហើយទៅបានបន្តមកទៀតចូលរឿងទី2គេ offer តួឯកម្ដងទៀតឯងលើកហ្នឹងគឺខ្ញុំ fight ដាច់អហង្ការខ្លាំងម្ដងទៀតតែម្ដងដល់ថ្នាក់ខ្ញុំនិយាយថាបើអត់ឲ្យខ្ញុំតាមក្តីសម័យខ្ញុំទេខ្ញុំនឹងចុះចេញពីផ្ទះចាខ្លាំងហ្មងព្រោះខ្ញុំគិតថាខ្ញុំត្រូវតើតាមក្តីសម័យខ្ញុំហើយការចូលសិល្បៈហ្នឹងក៏វាមិនមែនជាការអីខុសឬក៏ការអីមួយធ្វើខុសច្បាប់ផងអញ្ចឹងអីក៏ខ្ញុំនៅតែតវ៉ានៅនិយាយចឹងរហូតដល់ប៉ាម៉ាក់ខ្ញុំថាអត់អីទេអញ្ចឹងបើស្រឡាញ់ខ្លាំងណាស់ចូលហើយគាត់អស់ហើយមានតែ support យើងវិញណាដល់ពេលហ្នឹងទៅបាទខ្ញុំឡើងមានឧបសគ្គក្នុងការចូលមកសិល្បៈហ្នឹងទៀតដែរចឹងចាប់ពីពេលហ្នឹងមកគឺអញនិយាយថាចាប់ពីខ្សែភាពយន្តជាតួឯកនេះមកគឺមានអ្នកស្គាល់សូយ៉ាមកដល់ពេលបច្ចុប្បន្នហ្នឹងអត់ទាន់សូវទេពេលខ្ញុំថតរឿងភាគចេញមកពីរឿងដំបូងហ្នឹងអត់ទាន់សូវមានអ្នកគេស្គាល់ទេពីព្រោះអីឥឡូវហ្នឹងមនុស្សអត់សូវមើលទូទស្សន៍ទី1ចាហើយទី2គឺគេអត់ទាន់សូវ support វិស័យរឿងស្រុកខ្មែរទោះថារឿងយើងចាប់ដើមផឹងលូតលាស់ល្អប៉ុណ្ណាក៏គេ
តែងតែ portray រឿងខ្មែរយើងជាអីមួយដែលអត់សូវល្អមើលស្រាប់មកហើយចាហើយពេលដែលគេចាប់ផ្ដើមសម្គាល់ខ្ញុំហ្មងគឺពេលដែលខ្ញុំចាប់ផ្ដើមចេញថត commercial ពេលហ្នឹងបានខ្ញុំចាប់ផ្ដើមគេស្គាល់មកប៉ុន្តែមុនហ្នឹងគឺឡើង2ឆ្នាំជាងហើយគឺអត់តាន់ទេ ចឹងសូយ៉ាចាំបានអត់ថាពេលដែលចាប់ផ្ដើមផ្ទុកការគ្រប់គ្រងជាមួយនឹង commercial ហ្នឹងគឺជាតួអង្គអ្វីដែរ ចាពេលដែលផ្ទុះ commercial ដំបូងហ្នឹងគឺផ្ទុះជាតួអង្គកំម៉ើមដោយសារពេលខ្ញុំចូលថតហ្នឹងភាគច្រើនគឺតួខ្ញុំតួកំសត់ ចា ទាំងពីររឿងថត2ឆ្នាំចេញមកសិតតួកំសត់ទាំងអស់ហើយអានេះគឺអាចថាខ្ញុំ break through អា character របស់ខ្ញុំតួកំសត់ហ្នឹងចូលមកលេងតួកំ pl ែងហើយកំម៉ើមក៏ទទួលបានការគាំទ្រច្រើននៅក្នុង commercial ដែលយើងថតឲ្យធនាគារហើយគេហៅយើងតែចាយ ABA ឬអីចឹងទៅចាយជំនាញផ្ទះអីចឹងចា ហ្នឹងហើយពួកបើតាមនេះខ្ញុំចាំគឺគេហៅចាយជំនាញផ្ទះចាយទេវតាខ្ញុំសូយ៉ាផ្ទាល់ ចា ហ្នឹងចាប់បន្ទាប់ពីវិស័យភាពយន្តតែធម្មតាពេលសម័យចុះខ្លះទៅជាបវរកញ្ញាទេ ធ្លាប់បងហេតុហ្នឹងឯងបានខ្ញុំនៅនឹងឥឡូវហ្នឹងជា Miss World Cambodia អាចថាពីតូចមកយើងអត់ទាន់សូវស្គាល់ថាវិស័យបបរកញ្ញាមិនអីប៉ុន្តែគ្រាន់ថាពេលដែលយើងឃើញគេឡើងលើឆាកគេនិយាយ speech ហើយគេពាក់មកកត់គេ wave ហ្នឹងគឺយើងមានអារម្មណ៍ថាអូចង់ធំឡើងទៅមានថ្ងៃមួយអាចអញ្ចឹងដែរ ជាតែសំណួរនេះអាចនឹងស្តៀងប៉ុន្តែប្រហែលជាពេលដែលសួរសូយ៉ាហើយអាចនឹងមានចម្លើយជាច្រើនជួយទៅដល់ទស្សនិកជននិយាយទៅសុខជាតារាសម្ដែងសុខទេប៉ុន្តែស្រាប់តែបងចូលរួមជាបបរកញ្ញាហើយមានទទួលបានថៃថមតំណែងដ៏ធំទៀតគឺ Miss World Cambodia 2026គឺថាធំមែនតើស្រាប់សូយ៉ាតងមានអារម្មណ៍យ៉ាងណាដែរនៅពេលដែលទទួលបានតំណែងមួយនេះហើយមួយវិញទៀតគឺតំណែងថៃថមបបរកញ្ញាគឺមានច្រើនមែនតើទៅតាមបណ្ដាស្ថាប័នផ្សេងៗប៉ុន្តែសូយ៉ាជ្រើសរើសយកចា Miss World Cambodia បងសួរខ្ញុំអញ្ចឹងទៅធ្វើឲ្យខ្ញុំនឹកឃើញដល់ពេលដែលដំបូងខាង CM គាត់ reach out មកខ្ញុំផ្ទាល់ហើយ yes គឺពីបងស៊ីម៉េងអរគុណមែនតើដល់បងស៊ីម៉េងដែល reach out មកខ្ញុំហើយអាចធ្វើឲ្យ dream របស់ខ្ញុំពីតាំងពីក្មេងតូចម្នាក់ធ្លាប់គិតថាថ្ងៃណាមួយអាចឈរលើ stage ពាក់មកកត់បោះដៃហ្នឹងហើយវា dream come true ចាហើយសុកសោះធ្វើតារាសម្ដែងសុកក៏មកពាក់មកកត់តំណែង Miss World ដែលជា platform បបរកញ្ញាមួយដែលធំអាចថាធំមែនតើនៅលើទូទាំងពិភពលោកហើយហេតុអីបានខ្ញុំជ្រើសរើសចូលរួមទាំងដែលខ្ញុំអត់មានបទពិសោធន៍សោះដោយសារខ្ញុំគិតថាការដែលខ្ញុំ commit ការដែលខ្ញុំដាក់ចិត្តចូលមកធ្វើហ្នឹងហើយបូកទាំងខ្ញុំខំប្រឹងរៀនក៏ដូចជាខ្ញុំរៀនឆាប់ចាប់បានឆាប់ទទួលយកទាំងអស់ហ្នឹងខ្ញុំគិតថាខ្ញុំអាចចូលរួមអាចធ្វើបានបូកទាំងខ្ញុំបានទៅ researchកន្លងមកដែរថាឆ្នាំមុនមិនខ្លះហើយ Miss ទាំងអស់ Miss Universe មិន Miss World មិន Miss Grand មិនហើយខ្ញុំពិតជាស្រឡាញ់ Miss World នឹងខ្លាំងមែនតើចាអញ្ចឹងហើយបានខ្ញុំសម្រេចចិត្តថា say yes ទៅ CIM ក្រោយពីទទួលបានតំណែង Miss World Cambodia ហើយក៏នឹងត្រៀមទៅកាន់ឆាកអន្តរជាតិសម្រាប់សូយ៉ាផ្ទាល់បានត្រៀមបង្ហាត់អ្វីរួចខ្លះហើយដែរហើយមានបានបន្ថែមទៅលើចំណុចណាដែលកំពុងតែខ្វះខាតសម្រាប់នាងខ្ញុំផ្ទាល់តាមពិតខ្ញុំនៅខ្វះខាតចំណុចច្រើនណាស់ព្រោះអីខ្ញុំនៅ lack of ទាំង experience ទាំង skill នៅក្នុងនឹងមែនតើអញ្ចឹងហើយឥឡូវហ្នឹងគឺខ្ញុំវឹកហាត់លើទាំងអស់តែម្ដងមិនថាការរៀប manners ការរៀបចំ appearance រៀបចំខ្លួនរបស់យើងក៏ដូចជាការ catwalk Q&A គឺខ្ញុំវឹកហាត់ទាំងអស់ គិតថាអាចនឹងចំណាយពេលរយៈពេលនេះទទួលបានលទ្ធផលច្រើនជាងមុនគិតថាជឿជាក់ប្រមាណភាគរយដែរពីសូរិយាដែលជាតារាសម្ដែងមកជាសូរិយាជាតារាបង្ហាញបបរកញ្ញា Miss World Cambodia នេះនាងខ្ញុំជឿជាក់ថាជាមនុស្សម្នាក់ដែលអត់ងាយចោះចាញ់ហើយក៏មាន commitment ខ្ពស់ហើយក៏មានភាពទទួលខុសត្រូវខ្ពស់ពីបែបនារីម្នាក់ពី inner នៅរៀងលេងសើចនៅជា character មួយលែកឡក់មកជា queen បានឲ្យតែយើងមាន character មាន personality មានទាំងអស់នឹងនៅក្នុងខ្លួនចាចឹងជាមួយនឹងភាពជឿជាក់នេះសម្រាប់ជាប្រិយក៏មានសំណួរចង់សាកសួរទៅកាន់អ្នកសូយ៉ាផងដែរបើសិនជាសូយ៉ាពិពណ៌នាមអំពីប្រទេសកម្ពុជាក្នុងប្រយោគដ៏មានឥទ្ធិពលមួយទៅកាន់គណៈកម្មការ Miss World អន្តរជាតិ
តាសូរិយានឹងនិយាយពីអ្វី ចាអរគុណបងសម្រាប់សំណួរនេះផ្ទាល់នាងខ្ញុំសូមឆ្លើយជាភាសាអង់គ្លេសអញ្ចឹងខ្ញុំសូមអភ័យទោសទៅដល់ទស្សនិកជនផ្ទាល់ផងពីព្រោះអីអាចថាសំណួរនេះតម្រង់ចេញជាបែបជា international ហើយអញ្ចឹងខ្ញុំសូមឆ្លើយជាភាសាអង់គ្លេសណា If I could describe Cambodia in one sentence I would say Cambodia is the truly kingdom of wonders. Why? Because Cambodia is one of the oldest country in the history and we have very rich in culture and traditional which has been sculptured on our rock, Angkor Wat, Siem Reap and many more temples that is located in Cambodia. Beside the temple, Cambodia also have very delicious foods and especially the people with warm smile, kind heart, and very knowledgeable. Just as our queen back then to the first century of Cambodia, the Chen La era, we got the queen who is Soma Dewi. So it's about the woman empowerment. And we also got the queen Andra Devi, who is the first one discover and learn about the Sanskrit and the one who creates schools and empowering to women. I want to show to the world that even the woman back then in the Angkor era or Chenla era is very strong and powerful and very inspiring. So to conclude this is why I called Cambodia the Kingdom of Wonder. ចាពិតជាចម្លើយដ៏បោះបាយអញនិយាយបានថាថារៀបរាប់ទាំងអស់តែម្ដងពីប្រទេសកម្ពុជាទាំងពីប្រជាជនទាំងអ្វីដែលសំខាន់គឺស្ត្រីតែម្ដងចាស័ក្តិសមជា Miss World Cambodia 2026បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ឆាកអន្តរជាតិចាហើយជាចុងក្រោយសម្រាប់កម្មវិធីក៏មានចាបាច់ការជូនទៅដល់ចា Miss World Cambodia 2026ទុកជាអនុស្សាវរីយ៍ ចាអរគុណបងសម្រាប់ការចូលកម្មវិធីហើយក៏ជូនពរសម្រាប់ដំណើរដ៏ថ្មីសម្លាងរបស់សូរិយានៅក្នុងខ្សែរបស់កញ្ញាទទួលបានភាពជោគជ័យនិងទទួលបានការគាំទ្រពីសំណាក់សិស្សជននិងអ្នកគាំទ្រផងដែរ អរគុណ